សម្រាប់ការវិបហាតាមអាកាសលើអ៊ីរ៉ង់ជាបណ្ដោះអាសន្នក្រោយទទួលបានការព្រមានពីមេវិជាការយោធានិងទីប្រឹក្សាសន្តិសុខជាតិថាកងទ័ពអាមេរិកកំពុងប្រឈមមុខនឹងបញ្ហាខ្វះគោលដៅយោធាសំខាន់ៗសម្រាប់ការវិបហាហើយបើបន្តយុទ្ធនាការទៀតអាចធ្វើឲ្យឃ្លាំងស្តុបអាវុធនិងឃ្លាំងមីស៊ីលធ្លាក់ចុះគួរឲ្យព្រួយបារម្ភយោងតាមរយទ័រមន្ត្រីយោធាអាមេរិកបានវិដំណ័យថាក្នុងរយៈពេល13ថ្ងៃនៃការវិបហាជាបន្តបន្ទាប់គោលដៅយោធាធំៗរបស់អ៊ីរ៉ង់ជាច្រើនត្រូវបានវិបហារួចហើយប្រសិនបើបន្តទម្លាក់ប្របាយទៀតវាអាចផ្ដល់ផលប្រយោជន៍ផ្នែកយោធាតិចតួចបំផុតប៉ុន្តែហានិភ័យនៃការខ្វះស្តុបអាវុធសម្រាប់ការពារផលប្រយោជន៍អាមេរិកនៅតំបន់ផ្សេងសេចក្តីរាយការណ៍ក៏បានបញ្ជាក់ផងដែរថាមេវិជាការជាន់ខ្ពស់អាមេរិករួមទាំងប្រធានអគ្គសេនាការចម្រុះនិងមេវិជាការកណ្ដាលបានណែនាំឲ្យប្រធានាធិបតីត្រាំបាក់ប្រតិបត្តិការយោធាដើម្បីវិដំណើរស្ថានភាពឡើងវិញនិងទុកឱកាសឲ្យការចរចាផ្នែកការទូតអាចដំណើរការបានពីការឆ្លើយតបអ៊ីរ៉ង់ក៏បានប្រកាសថាខ្លួនក៏បានផ្អាកការវាយប្រហារតបវិញដែរតារាណាសហរដ្ឋអាមេរិកមិនបន្តការទម្លាក់គ្រាប់បែកលើទឹកដីអ៊ីរ៉ង់មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថាគោលនយោបាយរបស់ទីក្រុងតេហរ៉ង់គឺការវាយតបនិងការវាយប្រហារហើយប្រសិនបើអាមេរិករក្សាការវាយប្រហារអ៊ីរ៉ង់ក៏រក្សាភាពអត់ធ្មត់ផងដែរទោះបីជាយ៉ាងណាក៏ដោយស្ថានភាពនៅមួយចំពោះវានៅតែមានភាពតានតឹងខ្ពស់របាយការណ៍ចុងក្រោយបង្ហាញថាមានការវាយប្រហារដោយដ្រូននៅក្នុងតំបន់ប្រទេសមួយចំនួននៃតំបន់ខណៈដែលអ៊ីរ៉ង់នៅតែបន្តបង្ហាញសមត្ថភាពគ្រប់គ្រងច្រកសមុទ្រហមបុដែលជាផ្លូវដឹកជញ្ជូនប្រេងពិភពលោកចំណែកឯអ្នកវិភាគមើលឃើញថាការបាក់វាយប្រហាររបស់អាមេរិកមិនមែនមានន័យថាសង្គ្រាមបានបញ្ចប់នោះទេប៉ុន្តែវាជាឱកាសដ៏សំខាន់មួយសម្រាប់ការទូប្រសិនបើភាគីទាំងពីរអាចរក្សាភាពអត់ធ្មត់និងបន្តការចរចានោះអាចជួយទប់ស្កាត់ការពង្រីកសង្គ្រាមដែលអាចប៉ះពាល់ដល់សន្តិសុខនិងសេដ្ឋកិច្ចពិភពលោកជាចុងក្រោយស្ថានភាពនឹងវិវត្តទៅជាយ៉ាងណាបន្តទៀតគឺអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុង Washington និងទីក្រុង Tehran ក្នុងរយៈពេលប្រមាណថ្ងៃខាងមុខទៀតពិភពលោកទាំងមូលកំពុងតាមដានយ៉ាងជិតស្និទ្ធថាតើការផ្អាកវាយប្រហារនេះនឹងក្លាយទៅជាចំណុចចាប់ផ្ដើមនៃសន្តិភាពឬគ្រាន់តែជាការផ្អាកមុនការប្រជុំមុខជុំថ្មីម្ដងទៀត